ជំរាបសួរអ្នកទាំងអស់គ្នាធ្លាប់តែឃើញរូបមន្តសកុន x ស្មើនឹង1 + x + x ការ៉េលើកពី factorial បូកបន្តអញ្ចឹងអ្នកទាំងអស់គ្នាដឹងអត់ថារូបមន្តហ្នឹងយើងបានមកពីណាក៏ប៉ុន្តែរូបមន្តនេះវាជាការផលិតរូបមន្ត Taylor ឬក៏ Lorentz នៅពេលដែលគណៈ x ស្មើ0នៅយើងសង្កេតមើលសេរី Taylor យើងអាចសរសេរបានថានេះf នៃ x ស្មើនឹងសិក្មាកំណត់ពីការស្មើ0រហូតដល់បូកកណន derivative ទីការនៃ a នៅលើការ factorial x ដក a ស្វេគុណការអញ្ចឹងយើងអាចផលិតបានថាបន្សំផបូកទាំងអស់ហ្នឹងយើងអាចផលិតបានថា f នៃការបូក f' នៃ a កតា x ដក a បូកនឹង derivative ទី2នៃ a នៅលើ2 factorial x ដក a អូការ៉េបូកបន្តបន្ទាប់អញ្ចឹងនឹងយើងហៅថាសេរី Taylor ប្រសិនបើគណៈ x ស្មើ0យើងអាចហៅម្យ៉ាងទៀតបានថា Lorentz ខុសគ្នាតែមួយ x ស្មើនឹង a ណាមួយទៀត x ស្មើ0អញ្ចឹងយើងអាចចាត់បានថាគណៈ x ស្មើ0 f នៃ x យើងស្មើនឹងសិក្មាការស្មើ0រហូតដល់បូកកណន f សេគុណការនៃ0នៅលើការ factorial x សេគុណការអញ្ចឹងស្មើនឹង f នៃ0បូកឲ្យ f' នៃ0កតាឲ្យ x គុណនឹង x បូកឲ្យ derivative ទី2នៃ0នៅលើ2 factorial តា x ការ៉េបូកបន្តអញ្ចឹងយើងមើល f នៃ x យើងគឺ e នៃ x អញ្ចឹងយើងតាំងឲ្យ f នៃ x ស្មើនឹង e សេគុណ x អញ្ចឹងយើង derivative ទី1មក f' នៃ x ក៏ស្មើនឹង e សេគុណ x derivative ទី2មក f' នៃ x ស្មើនឹង e សេគុណ x ដដែលយើងបន្តf derivative n ក៏ស្មើនឹង e សេគុណ x ដែរអញ្ចឹងគណៈ x ស្មើ0អញ្ចឹងយើងបាន s នៃ0ស្មើ1គណៈ x ស្មើ0ដដែល f' នៃ0គឺស្មើ1ដដែលអញ្ចឹងស្មើ1ដូចគ្នាអញ្ចឹងបន្ទាប់ពីយើងទាញរក f0 យើងទាញរក f' នៃ0ឃើញហើយយើងយកទៅជំនួសនៅក្នុងរូបមន្តរបស់យើងយើងទាញបានថានាំឲ្យ f នៃ x ស្មើនឹង f នៃ0 f នៃ0របស់យើងគឺ1បូក f' នៃ0 f' នៃ0របស់យើងគឺប៉ុន្មានគឺ1ដែរអញ្ចឹង1គុណនឹង x នេះយើងទទួលបាន x បូកឲ្យ derivative ទី2នៃ0នៅលើ2 factorial derivative ទី2របស់យើងគឺ1អញ្ចឹងយើងអាចចេះបានថា1លើ2 x ការ៉េយើងសេយក x ការ៉េតែម្ដង x ការ៉េនៅលើ2 fact បូកឲ្យបើសិនបន្ទាប់បើសិនបើជា derivative ទី3របស់យើងក៏យើងរកឃើញ1ដែរអញ្ចឹងបាន x គីបនៅលើ3 factorial បូកបន្តអញ្ចឹងយើងទាញបានថា n x យើងស្មើ n x មិញអញ្ចឹងយើងទាញបានថា n x ស្មើប៉ុណ្ណឹងស្មើ1បូក x បូកឲ្យ x ការ៉េនៅលើ2 factorial បូកឲ្យ x គីបនៅលើ3 factorial បូករហូតបន្ត